រឿងស្រមោចខ្មៅនិងស្រមោចក្រហមកាលពីព្រេងនាយនៅក្នុងព្រៃដ៏ធំមួយមាននគរមួយគឺនគរស្រមោចខ្មៅស្ដេចស្រមោចខ្មៅទ្រង់មានប្រាជ្ញាខ្ពង់ខ្ពស់និងចិត្តមេត្តាស្ដេចស្រមោចខ្មៅទ្រង់បាននិយាយថាកម្លាំងពិតមិនមែនមកពីការឈ្នះសង្គ្រាមទេតែមកពីការរួមគ្នានិងការធ្វើល្អស្ដេចស្រមោចខ្មៅដឹកនាំអាណាចក្ររបស់ទ្រង់ដោយទសពិធរាជធម៌ព្រមទាំងបង្រៀនកូនចៅឲ្យចេះជួយគ្នាចេះសាមគ្គីគ្នានិងចែករំលែកស្រមោចខ្មៅពួកគេមានអាហារហូបចុកច្រើនណាស់ដោយសារពួកគេខិតខំធ្វើការជារៀងរាល់ថ្ងៃពួកគេធ្វើការជាក្រុមដោយមិនខ្វល់ពីការលំបាកថ្ងៃមួយស្រមោចខ្មៅបានរកឃើញអាហារច្រើនណាស់គ្រាប់ស្រូវនិងអាហារផ្សេងដែលអាចគ្រប់គ្រាន់សម្រាប់រដូវភ្លៀងខាងមុខពួកវាបានប្រមូលនិងរៀបចំយ៉ាងប្រុងប្រយ័ត្នទោះជាពួកគេរកបានគ្រប់គ្រាន់ហើយក៏នៅតែបន្តរកទៀតកាន់តែច្រើនកាន់តែល្អថ្ងៃមួយពួកគេកំពុងតែដឹកជញ្ជូនអាហារនៅក្នុងព្រៃស្រាប់តែមានស្រមោចក្រហម2នាក់បានឃើញតែស្រមោចខ្មៅមិនបានដឹងទេហើយស្រមោចក្រហមទាំងពីរនោះក៏បានទៅប្រាប់ដល់ស្ដេចស្រមោចក្រហមស្ដេចស្រមោចក្រហមបានដឹងហើយទ្រង់ក៏បញ្ជាកូនចៅទ្រង់ឲ្យទៅប្លន់យកអាហាររបស់ស្រមោចខ្មៅថ្ងៃមួយស្រមោចខ្មៅមួយក្រុមកំពុងនាំគ្នារើសអាហារដាក់លើរទេះហើយរសៀលល្មមក៏នាំគ្នាមកផ្ទះវិញប៉ុន្តែនៅពាក់កណ្ដាលផ្លូវស្រាប់តែមានស្រមោចក្រហមមួយក្រុមមិនដឹងចេញមកពីណាទេពួកវាកាន់ដាវហើយស្រមោចខ្មៅខ្លាចស្លាប់ក៏នាំគ្នារត់គេចខ្លួនបាត់ទៅស្រមោចក្រហមក៏យកអាហាររបស់ស្រមោចខ្មៅបានដោយជោគជ័យស្ដេចស្រមោចក្រហមឃើញអាហារពេញរទេះទ្រង់សប្បាយចិត្តខ្លាំងណាស់ហើយស្រមោចខ្មៅក៏បានប្រាប់ដល់ស្ដេចស្រមោចខ្មៅអំពីអំពើថោកទាបរបស់ស្រមោចក្រហមស្ដេចស្រមោចខ្មៅទ្រង់បានដឹងហើយទ្រង់មិនខឹងទេព្រមទាំងផ្ញើសារមួយដល់ស្ដេចស្រមោចក្រហមសុំកុំឲ្យលួចអាហាររបស់ពួកគេទៀតស្ដេចស្រមោចក្រហមឃើញសារនោះហើយទ្រង់ខឹងយ៉ាងខ្លាំងក៏បញ្ជាកូនចៅឲ្យចាប់អ្នកនាំសារទាំងពីរចងជាប់នឹងសសរមួយបន្ទាប់ពីចងអ្នកនាំសារទាំងពីររួចទ្រង់ក៏បញ្ជាឲ្យសេនាយកដំបងវាយអ្នកនាំសារទាំងពីររហូតដល់ស្លាប់ព័ត៌មាននេះធ្វើឲ្យស្រមោចខ្មៅទាំងអស់សោកស្ដាយនិងខូចចិត្តយ៉ាងខ្លាំងមេស្រមោចខ្មៅនិយាយទាំងទឹកភ្នែកថាពួកគេមិនទាន់យល់ពីតម្លៃនៃសេចក្តីល្អប៉ុន្តែពេលសន្តិភាពមិនអាចរកបានទៀតស្រមោចខ្មៅត្រូវបង្ខំចិត្តត្រៀមខ្លួនការពារសង្គ្រាមធំបានផ្ទុះឡើងស្រមោចក្រហមប្រយុទ្ធដើម្បីយកហើយស្រមោចខ្មៅនាំគ្នាការពារមិនឲ្យស្រមោចក្រហមចូលដល់ទឹកដីរបស់ពួកគេសង្គ្រាមបន្តអស់ជាច្រើនថ្ងៃស្រមោចក្រហមចាប់ផ្ដើមឈ្នះព្រោះពួកវាឈ្លានពានខ្លាំងប៉ុន្តែពួកវាមិនដឹងថាក្រោយសង្គ្រាមវានឹងមិននៅសល់អ្វីទៀតឡើយរដូវភ្លៀងបានមកដល់អាហារដែលស្រមោចក្រហមលួចមិនបានរក្សាទុកល្អវាត្រូវបានទឹកលិចនិងខូចអស់ស្រមោចក្រហមចាប់ផ្ដើមឃ្លានកូនស្រមោចយំម្ដាយស្រមោចអង្គុយកាន់កូនដោយទឹកភ្នែកមេក្រហមឃើញទេសភាពនេះក៏ចាប់ផ្ដើមសោកស្ដាយវានិយាយស្ងាត់ថាខ្ញុំបានធ្វើអ្វីទៅខណៈពេលនោះស្រមោចខ្មៅក៏ខូចខាតដែរប៉ុន្តែពួកវានៅមានអាហារខ្លះសម្រាប់រស់នៅព្រោះពួកវាធ្វើការខិតខំនិងមានវិន័យថ្ងៃមួយស្រមោចក្រហមដែលស្រេកឃ្លានបានដើរទៅសុំជំនួយពីស្រមោចខ្មៅវាធ្លាក់ខ្លួនសុំទោសសុំអភ័យទោសយើងបានធ្វើខុសសូមជួយពួកយើងផងស្រមោចខ្មៅទាំងអស់ស្ងៀមពួកវានឹកឃើញមិត្តភ័ក្តិដែលបានស្លាប់ក្នុងសង្គ្រាមមានស្រមោចមួយនិយាយថាពួកវាបានសម្លាប់បងប្អូនយើងហេតុអ្វីយើងត្រូវជួយមេឃបិទភ្នែកហើយនិយាយយឺតថាបើយើងធ្វើអាក្រក់តបវិញយើងក៏មិនខុសពីពួកវាទេបន្ទាប់មកនាងនិយាយទៅកាន់ស្រមោចក្រហមថាយើងនឹងជួយប៉ុន្តែអ្នកត្រូវសន្យាបញ្ឈប់សង្គ្រាមបញ្ឈប់ការលួចហើយរស់នៅដោយស្មោះត្រង់ស្រមោចក្រហមទាំងអស់យំហើយសន្យាពីថ្ងៃនោះទៅសង្គ្រាមបានបញ្ចប់ស្រមោចទាំងពីរបានធ្វើការរួមគ្នាកសាងអាណាចក្រថ្មីនិងរៀនពីអតីតកាលដ៏ឈឺចាប់មេក្រហមបានក្លាយជាស្រមោចថ្មីដែលបង្រៀនកូនថាកុំធ្វើដូចខ្ញុំកាលពីមុនសង្គ្រាមនាំមកតែទុក្ខនិងការបាត់បង់សារៈនៃជ្រាលជ្រៅសង្គ្រាមអាចឲ្យយើងឈ្នះប៉ុន្តែវានាំមកការបាត់បង់ធំធេងចិត្តល្អនិងការអត់ធ្មត់អាចផ្លាស់ប្ដូរបេះដូងអ្នកអាក្រក់បានការអភ័យទោសគឺជាកម្លាំងធំជាងអំណាច